សូមស្វាគមន៍មកកាន់ព័ត៌មានសេដ្ឋកិច្ច Update Today ក្រុមហ៊ុនដំឡើងរថយន្តថ្មីនៅកម្ពុជាស្នើសុំនាយករដ្ឋមន្ត្រីឲ្យសម្រួលពន្ធអាករសម្រាប់រថយន្តដំឡើងនៅក្នុងស្រុកប្រធានក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដំឡើងរថយន្តថ្មីនៅកម្ពុជាបានស្នើសុំដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឲ្យពិនិត្យលទ្ធភាពនៅក្នុងការសម្រួលពន្ធសម្រាប់រថយន្តដែលដំឡើងនៅក្នុងស្រុកឲ្យមានលំនឹងពន្ធអាករធានាឲ្យមានតុល្យភាពជាមួយរថយន្តនាំចូលពីក្រៅប្រទេសក្នុងសន្ទរកថាស្ដីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន RMA Group ដែលបានបើកដំណើរការក្រុមហ៊ុនដំឡើងរថយន្ត Ford នៅកម្ពុជានៅក្នុងខេត្តពោធិ៍សាត់លោក Kevin Whitcroft ប្រធានក្រុមហ៊ុនបានស្នើដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាធានាឲ្យមានតុល្យភាពពន្ធអាកររវាងរថយន្តនាំចូលពីក្រៅប្រទេសនិងរថយន្តដំឡើងក្នុងស្រុកដើម្បីផ្ដល់ឱកាសបន្ថែមដល់រថយន្តដែលដំឡើងក្នុងស្រុកនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនិងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នាព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025ក្រៅពីស្នើសុំសម្របសម្រួលលើបញ្ហាពន្ធនេះហើយលោក Kevin Whitcroft ប្រធានក្រុមហ៊ុនក៏បានស្នើសម្ដេចផ្ដល់អាទិភាពដល់រថយន្តដែលបានដំឡើងក្នុងស្រុកនៅក្នុងដំណើរការលទ្ធកម្មសាធារណៈនិងការដេញថ្លៃកូតាផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗគ្នាទៅតាមទីតាំងរោងចក្រនីមួយៗជាពិសេសរោងចក្រដែលស្ថិតនៅតាមតំបន់ដាច់ស្រយាលកែសម្រួលនៅលក្ខណៈវិនិច្ឆ័យនៃការវិនិយោគរោងចក្រដំឡើងរថយន្តស្របតាមស្ថានភាពជាក់ស្ដែងនិងជំរុញអនុវត្តស្តង់ដាររថយន្តស្តង់ដារប្រេងឥន្ធនៈនិងស្តង់ដាររោងចក្រដំឡើងរថយន្តជាដើមសូមបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន9នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន6និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន3ហើយកំពុងដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅរាជធានីភ្នំពេញខេត្តស្វាយរៀងខេត្តពោធិ៍សាត់ខេត្តកោះកុងខេត្តបន្ទាយមានជ័យនិងខេត្តកណ្ដាលអាមេរិកត្រៀមយកពន្ធលើសម្ភារៈសូឡារហូតដល់ទៅ 3,521% គោលដៅលើក្រុមហ៊ុនចិននៅប្រទេសចំនួន4នៅអាស៊ីអាគ្នេយ៍បើតាមនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីគម្រោងនៃការដាក់ពន្ធនេះរហូតដល់ទៅ 3,521% បន្ទាប់ពីបើកការស៊ើបអង្កេតតាមសំណើរបស់អ្នកផលិតសម្ភារៈសូឡារបស់អាមេរិកធំៗកាលពីមួយឆ្នាំមុននៅក្នុងអំឡុងអាណត្តិរបស់ប្រធានាធិបតី Joe Biden ពាក់ព័ន្ធលើការប្រកួតប្រជែងទីផ្សារដើម្បីការពារសង្វាក់ផលិតកម្មរបស់អាមេរិកខ្លួនឯងផ្ទាល់ការប្រកាសនេះវាគ្រាន់តែជាគម្រោងថានឹងដំឡើងពន្ធដាក់ទៅលើក្រុមហ៊ុនដែលមានមូលដ្ឋានស្ថិតក្នុងប្រទេសចំនួន4នៅអាស៊ីអាគ្នេយ៍មានដូចជាកម្ពុជាថៃម៉ាឡេស៊ីនិងវៀតណាមដែលបើកដំណើរការដោយជនជាតិចិនបើតាមទីភ្នាក់ងាររដ្ឋបាលបេសកកម្មពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថាពន្ធនេះនឹងចូលជាធរមានឬយ៉ាងណានោះគឺស្ថិតនៅលើការសម្រេចចិត្តចុងក្រោយនៅក្នុងខែមិថុនាខាងមុខឯណោះក្នុងអត្រាពន្ធដែលគ្រោងនឹងដាក់ចេញថ្មីនេះគឺនឹងត្រូវអនុវត្តលើសម្ភារៈសូឡាដែលនាំចេញពីកម្ពុជាប្រឈមនឹងអត្រាពន្ធរហូតដល់ 3,521% ចំណែកផលិតផលសូឡាដែលផលិតនៅប្រទេសម៉ាឡេស៊ីប្រឈមអត្រាពន្ធ 41% ចំណែកក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃប្រឈមការយកពន្ធ 375%បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាក្នុងឆ្នាំ2024កន្លងទៅការនាំចេញបន្ទះសូឡាពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រាប់បានទឹកប្រាក់ជាង$830លានធ្លាក់ចុះ 60% ក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិកថយចុះ 61.52% ខណៈបណ្ដាប្រទេសផ្សេងៗដូចជាថៃវៀតណាមក៏មានការនាំចេញធ្លាក់ចុះដូចគ្នាផងដែរបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់កន្លងមកថាកម្ពុជាគឺជាប្រទេសដែលផលិតនិងនាំចេញបន្ទះសូឡាទៅសហរដ្ឋអាមេរិកតិចជាងគេបើធៀបទៅនឹងប្រទេសម៉ាឡេស៊ីថៃនិងវៀតណាមនោះតម្លៃគ្រាប់ឈូករបស់កសិករខេត្តត្បូងឃ្មុំឆ្នាំ2025នេះបានថ្លៃខ្ពស់និងមានទីផ្សារល្អជាងមុនកសិករនៅក្នុងខេត្តត្បូងឃ្មុំបានបញ្ជាក់ថាតម្លៃគ្រាប់ឈូកនៅក្នុងឆ្នាំ2025នេះមានភាពល្អប្រសើរជាងឆ្នាំមុនក្នុង1គីឡូ$6,000រៀលហើយមានទីផ្សារឈ្មួញចុះទៅប្រមូលទិញដល់ផ្ទះតែម្ដងកសិករចំនួន6ភូមិនៅក្នុងឃុំព្រែកអាជីស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបានងាកមកដាំឈូកយកគ្រាប់លក់វិញម្ដងដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារលើផ្ទៃដីជិត6ហិកតាឈូកប្រើរយៈពេលតែ3ខែកសិករអាចប្រមូលផលបានហើយបេះផ្លែវារហូតដល់ពី3ទៅ4ខែឯណោះ
កសិករបញ្ជាក់ថាឆ្នាំនេះឈូកឲ្យផលដូចឆ្នាំទៅដែរតែតម្លៃល្អជាងឆ្នាំទៅដោយកាលនោះតម្លៃ1គីឡូក្រាមគ្រាប់ត្រឹមតែ 4000 រៀលទេតែនៅឆ្នាំ 2025 នេះឈូកគ្រាប់1គីឡូក្រាមតម្លៃ 6000 រៀលហើយមានម៉ូចុះទិញដល់ផ្ទះតែម្ដងកសិករខ្លះដាំឈូកលើផ្ទៃដីជាង3ហិកតាឈូកឲ្យផលបានប្រមាណ2តោនដែរហើយឈូកដាំដៃលក់បាន1គីឡូក្រាមជាង 8000 រៀលដោយឡែកនៅចុងខែមេសានេះឈូកលក់បាន1គីឡូក្រាម 6000 រៀលបើផាត់សហុយពលកម្មកម្មករថ្លៃជីថ្លៃសាំងកសិករបញ្ជាក់ថាចំណេញគ្រាន់បើដែរគិតទៅល្អជាងការដាំស្រូវមេឃុំព្រែកអាជីបានបញ្ជាក់ឲ្យដឹងថាក្នុងឃុំមានភូមិចំនួន6រួមមានភូមិទី1ដល់ភូមិទី6ហើយប្រជាពលរដ្ឋទាំង6ភូមិនេះគឺពួកគាត់បាននាំគ្នាដាំឈូកទាំងអស់គ្នានៅលើផ្ទៃដីជិត600ហិកតាសូមអរគុណចំពោះការតាមដានទស្សនាព័ត៌មានសេដ្ឋកិច្ច Update Today